សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃប្រហោះទី26ខែកុម្ភៈឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយតាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin បាល់ពិតជាមូលស្ទើរមិនគួរឲ្យជឿអាតាឡាន់តាអាចវាយបកយកឈ្នះនឹងទម្លាក់ជើងខ្លាំងដុតមុនបានទោះបីចាញ់2-0ក្នុងជើងទី1ក៏ដោយ Real Madrid នៅតែមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តបន្តឈ្នះនៅជើងទី2ឡើងទៅវគ្គ16ក្រុមដោយសុវត្ថិភាព5គ្រាប់កក់ក្ដៅល្មម Al Nassr ឈើលើទំពូលតារាងខណៈដែល Ronaldo នៅតែបន្តរើសគ្រាប់បាល់បានសំណាងណាស់ PSG ដែល Monaco កាត់ក្រហមទាន់កុំអីអាចហិលហាល់សរសើរ Juventus ដែរមានគ្នាតែ10នាក់អាចវាយបកតាមស្មើ Galatasaray បានតែស្ដាយក៏របូតគ្រាប់ក្នុងវគ្គ Extra Time វិញរយហេងបាត់ហើយគិតត្រឹមពីនេះ Cristiano Ronaldo រកបាន965គ្រាប់ហើយក្នុងអាជីពរបស់គាត់ 1000 គ្រាប់ loading ជំយៈប្រតិឃើញអ្នកគាំទ្រ Benfica ពាក់អាវ Barcelona ឬអ្នកគាំទ្រ Barcelona មកគាំទ្រ Benfica វាមានរយៈពេល12ឆ្នាំហើយចាប់តាំងពីពូ Jose Mourinho បានឈ្នះការប្រកួតវគ្គជម្រុះចុងក្រោយក្របខ័ណ្ឌ Champions League 2013-14 Atletico Madrid 3-1 Chelsea សរុប2ជើង 2014-15 PSG ឡើងទៅវគ្គបន្តដោយគ្រាប់បាល់ក្រៅដីទល់នឹង Chelsea សរុប2ជើង 2017-18 Sevilla 2-1 Man United សរុប2ជើង 2019-2020 RB Leipzig 4-0 Spurs សរុប2ជើង 2025-26 Real Madrid 3-1 Benfica សរុប2ជើងជ័យជំនះចុងក្រោយរបស់ពូ Mourinho ក្នុងការប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League បានកើបឡើងជាមួយ Chelsea ទល់នឹង PSG ក្នុងវគ្គ1-4ផ្ដាច់ប្រត់ក្នុងឆ្នាំ2014កូតួការចាប់ឆ្នោត UCL នៅថ្ងៃសុក្រនេះមែនទេអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាពួកយើងនឹងត្រូវជួប City ភាពមិនខានមើលទៅកូតួគាត់ចាប់ផ្ដើមស៊ាំនឹងការជួប Man City ហើយ